សូមជម្រាបសួរលោកគ្រូអ្នកគ្រូនិងសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីស្ពានចំណេះរបស់ស្ថានីយ៍ផ្សព្វផ្សាយអប់រំ EBC លោកគ្រូឈ្មោះណងជាគ្រូបង្រៀនមុខវិជ្ជាថ្នាក់ទី7ថ្ងៃនេះយើងមករៀនចម្ពោះ1កម្ដៅយើងមកបន្តមេរៀនទី3ណាបរិមាណកម្ដៅអញ្ចឹងកុំឲ្យខាតពេលតោះឥឡូវបងប្អូនមករៀនជាមួយលោកគ្រូទាំងអស់គ្នាតាមរយៈវីដេអូនេះបងប្អូននឹងអាចឲ្យនិយមន័យកម្ដៅម៉ាស់និងកាឡូរីម៉ែត្របាទបងប្អូននឹងចេះសរសេររូបមន្តណាដែលយើងប្រើដើម្បីគណនាបរិមាណកម្ដៅបាទជាពិសេសបងប្អូននឹងចេះដោះស្រាយលំហាត់ណាតាមរយៈវីដេអូនេះដែរបាទអញ្ចឹងមុនចូលដល់ខ្លឹមសារនៃមេរៀនរបស់យើងលោកគ្រូបាទសូមរំលឹកមេរៀនចាស់បន្តិចបាទអញ្ចឹងយើងបានរៀនណារួចមកហើយពីមេរៀនបរិមាណកម្ដៅណាបាទអញ្ចឹងកម្ដៅយើងដឹងហើយថាវាជាថាមពលមួយដែលបញ្ជូនពីអង្គធាតុឬក៏ពីតំបន់ដែលមានសីតុណ្ហភាពខ្ពស់ទៅអង្គធាតុឬក៏តំបន់មួយទៀតដែលមានសីតុណ្ហភាពទាបណាបាទចុះកម្ដៅវាជាថាមពលមួយដែលបញ្ជូនពីអង្គធាតុឬក៏តំបន់មួយដែលមានសីតុណ្ហភាពក្តៅណាឬក៏សីតុណ្ហភាពខ្ពស់ណាទៅអង្គធាតុឬតំបន់មួយទៀតដែលមានសីតុណ្ហភាពទាបបាទអញ្ចឹងតើបងប្អូនណាអាចបញ្យល់បានទេពីភាពខុសគ្នារវាងសីតុណ្ហភាពនិងកម្ដៅបាទអញ្ចឹងយើងបានរៀនតកតងទៅនឹងសីតុណ្ហភាពហើយកម្ដៅក៏យើងបានរៀនដែរអញ្ចឹងមានថាយើងស្គាល់ណាអ្វីទៅជាសីតុណ្ហភាពបាទហើយអ្វីទៅជាកម្ដៅបាទអញ្ចឹងកម្ដៅសីតុណ្ហភាពវាខុសគ្នាអញ្ចឹងវាខុសគ្នាយ៉ាងដូចម្ដេចទៅបាទអញ្ចឹងយើងដឹងហើយថាសីតុណ្ហភាពវាជាទំហំមួយដែលគេសំដៅទៅលើកម្រិតក្ដៅឬក៏កម្រិតត្រជាក់ណានៃអង្គធាតុឬក៏តំបន់មួយបាទប៉ុន្តែកម្ដៅវាជាបរិមាណថាមពលកម្ដៅដែលបញ្ជូនពីអង្គធាតុក្ដៅឬអង្គធាតុដែលមានសីតុណ្ហភាពខ្ពស់ទៅអង្គធាតុត្រជាក់ឬក៏អង្គធាតុដែលមានសីតុណ្ហភាពត្រជាក់ជាងណាបាទអញ្ចឹងបើយើងលើកឧទាហរណ៍តែយើងលើកឧទាហរណ៍ណាបាទចូលឧទាហរណ៍យើងដាំទឹកណាបាទទឹកពុះណាបាទហើយយើងយកទឹកចាក់ដាក់ក្នុងប៉ាន់តែបាទសាប់តែកំតិចរបស់ទឹកវាបានខ្ទាតដល់ប៉ះដៃយើងអញ្ចឹងយើងមានអារម្មណ៍ថាក្តៅណាបាទអញ្ចឹងមួយតំណក់ទូចយើងមានអារម្មណ៍ថាក្តៅប៉ុណ្ណឹងហើយចុះតម្រាំទឹកបាទនៅក្នុងកំសៀវដែលយើងចាក់ដាក់ប៉ាន់វាច្រើនអញ្ចឹងតើវាក្តៅយ៉ាងណាអញ្ចឹងបរិមាណកម្ដៅវាអាស្រ័យទៅលើអីគេទៅលើបរិមាណរូបធាតុណាបាទចំណែកឯសីតុណ្ហភាពវិញបាទគឺវានៅទឹកពុះវានៅ100អង្សាសេដដែលណាអញ្ចឹងទឹកពេលយើងចាក់ហ្នឹងគឺវានៅ100អង្សាសេអញ្ចឹងសីតុណ្ហភាព100អង្សាសេនេះគឺបញ្ជាក់អំពីសីតុណ្ហភាពបាទអញ្ចឹងសីតុណ្ហភាពអត់ប្រែប្រួលទេណាបាទទឹកមានបរិមាណប៉ុន្មានក៏អត់ប្រែប្រួលដែរណាគឺពុះនៅ100អង្សាសេដូចគ្នាតោះណាបាទប៉ុន្តែបរិមាណកម្ដៅវាប្រែប្រួលទៅតាមបរិមាណនៃបាទរូបធាតុរបស់យើងបាទអញ្ចឹងຂະຫນាតបរិមាណកម្ដៅបាទគឺគិតជាកាឡូរីណាកាឡូរីយើងសេអក្សរ CAL បាទឬក៏មួយទៀតគឺយើងគិតវាជា Joule ណា Joule យើងតាំងដល់អក្សរ J ណាបាទហើយ1កាឡូរីបងប្អូនដឹងហើយគឺជាបរិមាណកម្ដៅដែលទឹកមានម៉ាស់1ក្រាម
bà srop rư có bằng chênh cầm đáy đầm bay đầm láng rư có đầm hói xây tập phiếp bảo vía mùi ong xa xay bà chẳng mùi gallery bà dớn cứ vì miền ăn này chẳng nè chẳng một bốn dul bị ăn này mùi gallery đấy chẳng bảo toàn cho bà tế bốn ai đấy an vì bắt đầu hai bằng tiết hai tận tình vì tây nè bà mùi gallery cứ chia bạc mán bà cầm đáy để tất miền mạc 10 gram srop rư có bằng chanh đầm bay đầm lái rư có đầm hói sẽ tập phiếp vào vía mùi ong xa xay bà nè bà chẳng xe áo nhưng tăng ở calorie hai ca xe áo nhưng tăng ở kilo calorie đôi chi kg như đài nè bà hai dễ đấy nhưng tăng ở joule đấy cứ chia kilojoule bà nát kilojoule bà nhưng đắng cái tầm này tầm nô là viên joule hay nâng calorie bà chẳng trong pu tầm này tầm nô là viên joule nâng calorie cứ mùi calorie mà buồn biết đọc phòng buồn joule nè bà tại dương mà mơ cầm đai mẹ nơi ăn cái thiệt mùi tao với tới chia cầm đai mẹ nơi ăn cái thiệt mùi biết thay cầm đai mẹ với dường dễ xăm mánh cứ chia sầm mặt tập hiệp bà sầm mặt tập hiệp vào ăn cái thiệt muối vì ai srop rư có mình chỉnh nó cầm đai đó nè bà nhớ cầm đai mẹ nơi ăn cái thiệt muối bà ai ăn cái thiệt rắn ăn cái thiệt riếu rư có Usman đấy bà cứ chia bạc man cầm đáy đại trời đó là ăn cái thiệt nó 10 gram bà đầm bay đầm láng rồi còn đầm hói sẽ tập hiếp mùi ong xa xay bà nè bà chân cầm đáy mà ăn cái thiệt mùi rồi riêu nông Usman cái đáy đó cứ chia bạc man cầm đáy đại trời đó là ăn cái thiệt nó 10 gram đầm bay đầm láng rồi có đầm hói sẽ tập hiếp rồi bỏ vía mùi ong xa xay nè này cứ chỉ dùng nấy cầm đáy mà bà chẳng chỉ cầm đáy mà ông có thể rắn bà bị biến cầm đáy mà xem xây kia nè bà cầm đáy mà tung đáy ai đôi cầm đáy mà hạt bó đại tì đấy cứ bị biến cầm đáy mà việc khô khô kia bà ông có thể riêng được kia bà chụp bút tắc pre nhà con lấy cứ bị miếng cầm đáy mà việc xây xây này nè Usman có được đây bà sắt tay miếng cầm đáy mà khô kia nè bà trên chụp gallery mét ôn score hay đấy cứ chia một co đại cái pra sầm rạp cái này para mang cầm đáy srop rồi có bằng chánh đói ông cái thịt mùi nè bà phang muối bà miền bà đập cố nè miền bà đập cầm đáy miền tiề mét bà hơi phang cứ chia Islong anh nhớ đấy bà nó cái chia gallery mét bà là kêu ban phần nhung hai đấy để tên gallery mét chẳng bao giờ ở chụp bà nhưng trong đăng bản thay mà bị này sầm khăn này gallery mate bà giờ ai searchใน ក្នុង Google ណាឬក៏អាចមើលតាម YouTube ដែលគ្រូល្បីៗគាត់អាចធ្វើវីដេអូបញ្យលណាបាទប៉ុន្តែភាគច្រើនជាភាសាបរទេសទេណាភាសាអង់គ្លេសបាទហើយនឹងការប្រើប្រាស់របស់វាណាបាទអញ្ចឹង gallery mate នេះគឺជាឧបករណ៍ដែលយើងប្រើសម្រាប់កណនីបរិមាណកម្ដៅស្រូបឬក៏បញ្ចេញដល់អង្គធាតុមួយតោះណាបងប្អូនបាទចឹងចំពោះបរិមាណកម្ដៅគេអាចកណនីតាមរមុនគុយស្មើ MC គុណឲ្យ delta t ណាគុយស្មើ M គុណឲ្យ C គុណឲ្យ delta t បាទក្នុងនឹងដែរណា M ម៉ាស់របស់អង្គធាតុគឺជាក្រាមមិនចឹងទេបាទហើយសេកម្ដៅម៉ាស់នៅអង្គធាតុຂະຫນາດវាគឺកាឡូរីក្នុង 1 ក្រាមអង្សាសេបាទហើយចំពោះ data t យើងគឺបំរែបំរួលសីតុណ្ហភាពបាទគិតជាអង្សាសេណាបាទហើយចំពោះគុយយើងគឺជាបរិមាណកម្ដៅຂະຫນາດគិតជាកាឡូរីគិតជាកាឡូរីណាបាទអញ្ចឹងបើសិនជាគេប្រាប់សេរបស់យើងជា joule គីឡូក្រាមអង្សាសេហើយម៉ាស់យើងក៏គេប្រាប់មកជាគីឡូក្រាមដែរអញ្ចឹង
គុយយើងបរិមាណកម្ដៅគិតជា joule ណាបាទគិតជា joule បាទចឹងឡើយនេះបើយើងចង់ទាញ m យើងបោះ c delta t ហ្នឹងទៅខាងគុយបាទយើងបាន m ស្មើគុយចែកឲ្យ c delta t ហើយយើងទាញ c យើងបានគុយលើ m delta t យើងទាញលើ delta t យើងបានគុយលើ m c ណាបាទ m c បាទតោះយើងមកអនុវត្តលំហាត់របស់យើងបន្តិចណាបាទលំហាត់អញ្ចឹងគេចង់ដាំទឹក 2.5 គីឡូក្រាមដែលមានសីតុណ្ហភាព 25 អង្សាសេឲ្យពុះបាទអញ្ចឹងឡើយហ្នឹងស្កត់សម្គាល់ណាពាក្យថាឲ្យពុះអញ្ចឹងទឹកពុះនៅសីតុណ្ហភាពប៉ុន្មានគឺ100អង្សាសេអញ្ចឹងមានថាសីតុណ្ហភាពរបស់ទឹកហ្នឹងគឺកើនពី25អង្សាសេទៅ100អង្សាសេគេឲ្យយកគណនាបរិមាណកម្ដៅដែលត្រូវការដើម្បីដាំទឹក 2.5 គីឡូក្រាមហ្នឹងបាទអញ្ចឹង 2.5 គីឡូក្រាមនេះគឺជាម៉ាស់មិនអញ្ចឹងណាបាទគឺជាម៉ាស់អញ្ចឹងម៉ាស់គឺ m បាទហើយបាទសេយើងដឹងអ្វីដែលគេចង់បាននោះគឺបរិមាណកម្ដៅវាណាបរិមាណកម្ដៅគុយអញ្ចឹងដើម្បីកណនាបរិមាណកម្ដៅយើងប្រើរូបមន្តអីទៅគឺគុយស្មើគុយបាទគុយស្មើ m c បាទគុណឲ្យ delta t ណា m c គុណឲ្យ delta t ណានេះជារូបមន្តដែលយើងត្រូវប្រើដើម្បីកណនារកបរិមាណកម្ដៅដែលទឹកបាទត្រូវការដើម្បីតម្លើងសីតុណ្ហភាពរបស់វាពី25អង្សាសេរហូតដល់វាពុះណាវាពុះនៅសីតុណ្ហភាព100អង្សាសេអញ្ចឹងកន្លែងនេះកម្ដៅម៉ាស់សេគេប្រាប់មកគឺ1 gallery ក្នុង1ក្រាមគុណឲ្យអង្សាសេអញ្ចឹងមានថាយើងត្រូវបដូរពី 2.5 គីឡូក្រាមហ្នឹងឲ្យទៅជាក្រាមណាចឹងយើងដឹងហើយថា1គីឡូក្រាមគឺវាស្មើជាមួយនឹង1000ក្រាមឬក៏10ស្វ័យគុណ3ក្រាមបាទចឹងតោះកុំឲ្យខាតពេលបងប្អូនទៅមើលដំណោះស្រាយលំហាត់នេះជាមួយលោកគ្រូទាំងអស់គ្នាណាចឹងដំណោះស្រាយចឹងកណនាបរិមាណកម្ដៅមកបាទយើងដាក់រូបមន្តគុយស្មើ mc delta t បាទឲ្យ m យើង2.5 គីឡូក្រាមឬក៏ 2.5 គុណ10សេគុណ3ក្រាមណាបាទយើងដាក់ធម្មតាយើងដាក់ 2500 ក្រាមក៏បានដែរតោះណាបាទក្រោយមកយើងដាក់សេរបស់យើងស្មើ1 gallery ក្នុង1ក្រាមអង្សាសេយើងឃើញក្រាមត្រូវគ្នាណាបាទហើយ delta t យើងគឺយក100ដក25បាទគឺស្មើនឹង75អង្សាសេបាទអញ្ចឹងគេបានគុយស្មើនឹង 2.5 គុណ10សេគុណ3គុណឲ្យ1គុណឲ្យ75បាទអញ្ចឹងចម្លើយដែលគ្រូរកឃើញគឺ187.5 គុណនឹង10ស្វ័យគុណ3 gallery ណាដោយសារសេຂະຫນាតវាគឺ calorie បាទណាបាទចឹងនេះគឺជាចម្លើយរបស់វាណាចឹងបងប្អូនអាចដាក់ដូចនេះពីខាងក្រោមទៀតក៏បានដែរបាទលោកគ្រូគូត្រង់ដោយសារវាអស់កន្លែងដាក់ណាបាទចឹងក្នុងលំហាត់ហ្នឹងគឺយើងដំបូងយើងសរសេររូបមន្តវាបាទហើយយើងដាក់ដោយណាសំខាន់ដោយយើងមើលຂະຫນាតត្រូវគ្នានៅសេ1 gallery ក្នុង1ក្រាមអង្សាសេដល់ម៉ាស់គេប្រាប់មក2.5 គីឡូក្រាមចាខាងលើគីឡូក្រាមខាងក្រោមក្រាមអត់ត្រូវគ្នាទេអញ្ចឹងបដូរ2គីឡូក្រាមទៅជាក្រាមអញ្ចឹងគុណ1000មកព្រោះ1គីឡូក្រាមវាស្មើនឹង1000ក្រាមបាទហើយ delta t យើងណា delta t នេះគឺយើងតាំង t តូចមិញហ្នឹងមិនមែន t ធំទេបាទ t តូចបាទគឺវាស្មើនឹង100ដក25បាទគឺវាស្មើនឹង75អង្សាសេបាទអញ្ចឹងគេបានគុយយើងស្មើ 2.5 គុណ10សេគុណ3គុណឲ្យ1គុណឲ្យ75បាទស្មើ 187.5 គុណ10សេគុណ3 gallery ណាបាទចឹងលំហាត់ទី1យើងគឺដំណោះស្រាយប៉ុណ្ណឹងដល់លំហាត់ទី2ហាត់ទី2នេះគឺគេឲ្យយើងគណនាកំណើនសីតុណ្ហភាពដែលទឹកសុទ្ធ100ក្រាមស្រូបបាទបរិមាណកម្ដៅ300 gallery បាទគេឲ្យកម្ដៅម៉ាស់ទឹកគឺ1 gallery ក្នុង1ក្រាមអង្សាសេទៀតហើយបាទអ
chắc lại này cứ cái prap mah màu anh em mah nè anh đang ấm á nè ba âm toán hai này cứ chia cùi toán đấy ba chắc cái cầm nán sẽ tạo phiếp cứ data tề và chắc những trời pra được một ấy cái này những đằng cùi những đằng âm những đằng xé ba chắc những ai rồi data tề tam được một ấm xé con ai data tề háo những tiếng rồi data tề chắc data tề những smart data tề những này những bọc âm xé từ khang đâu những bán cùi chai ấm con áo xé nè bà âm dương man 100 gram ขนาด gram ណាអានេះ gram ត្រូវthế nào ត្រូវហើយបាទត្រូវហើយយើងមិនចាំបាច់បដូរទៀតទេណាបាទយើងចំនួនវាចូលតែម្ដងហើយຂនាតបរិមាណកម្ដៅ calorie អានេះក៏ calorie ដែរអញ្ចឹងយើងចំនួនវាបាទត្មងណាបាទអញ្ចឹងតោះយើងទៅមើលដំណោះស្រាយអញ្ចឹងកើតងារកំណើនសីតុណ្ហភាពយើងដាក់បាទតាមរមុនគុយស្មើអំសេគុណដតាតេហើយទីដតាតេស្មើគុយលើអំសេអញ្ចឹងដោយអំយើងគឺ100 ក្រាមសេយើងគឺ1 calorie ក្នុង1 ក្រាមអង្សាសេណាបាទហើយគុយគឺ300 calorie បាទអញ្ចឹងគេបានដតាតេស្មើ300ចែកឲ្យ100គុណ1បាទអញ្ចឹងចម្លើយវាគឺ3អង្សាសេបាទអញ្ចឹងកំណើនសីតុណ្ហភាពគឺមានតែ3អង្សាសេទេណាបាទអញ្ចឹងដូចនេះកំណើនសីតុណ្ហភាពរបស់យើងបាទដើម្បីបានធម្មពលណាប៉ុណ្ណឹងណាដើម្បីបានធម្មពលប៉ុណ្ណឹងគឺសីតុណ្ហភាពរបស់យើងកើន3អង្សាសេណាបាទតោះណាយើងបងប្អូនគ្នាអញ្ចឹងយើងពិបាកឡើងនេះបន្តិចណាឡើងទាញរក data តេហ្នឹងអញ្ចឹងបងប្អូនត្រូវតែរៀនណាទាញរូបមន្តទាំងអស់គ្នាបាទក្នុងរូបវិទ្យាយើងគឺសំខាន់ជាងគេគឺទាញរូបមន្តណាព្រោះពេលខ្លះគេមិនឲ្យយើងរកគុយតែម្ដងទេគេឲ្យយើងរកâm រកសេរក data តេណាជាដើមអញ្ចឹងទៅបាទអញ្ចឹងយើងត្រូវចេះទាញតាមរយៈរូបមន្តគណិតវិទ្យាដែលយើងបានរៀនណាកាលថ្នាក់ទី6 7អញ្ចឹងណាបាទ6បាទព្រោះយើងឡើងមកទី7ណាបាទហើយក្នុងគណិតជាតិទី7ដូចជាក៏យើងបានចូលទៅក៏រៀនបានខ្លះដែរបាទតលំហាត់មួយទៀតណាលំហាត់គំរូទី3អានេះរៀងពិបាកជាងគេលំហាត់ហ្នឹងបាទគេចង់លាយទឹកក្តៅបាទ100 ក្រាមតោះណាបាទមានសីតុណ្ហភាព95អង្សាសេជាមួយទឹកត្រជាក់25 ក្រាមមានសីតុណ្ហភាព25អង្សាសេបាទអញ្ចឹងគណនាសីតុណ្ហភាពស្រេចនៃល្បាយទឹកក្តៅនិងទឹកត្រជាក់បងប្អូនដែលធ្លាប់លាយទឹកក្តៅទឹកត្រជាក់ចូលគ្នាទេបាទណាខែរងាយើងដាំទឹកក្តៅក្តៅមកយើងយកមកចាក់ដាក់ទឹកត្រជាក់បាទហើយយើងងូតយើងបានក្តៅទឹកក្តៅអ៊ុនៗណាបាទអញ្ចឹងដល់ពេលដែលទឹកក្តៅទឹកត្រជាក់ណាវាចាក់ទៅចូលជាមួយគ្នាអញ្ចឹងទឹកក្តៅវាត្រូវបោះបង់កម្ដៅណាទៅឲ្យទឹកត្រជាក់វាស្រូបថាមពលកម្ដៅហ្នឹងអញ្ចឹងវាថាទឹកក្តៅនៅពេលបោះបង់កម្ដៅទៅឲ្យទឹកត្រជាក់វាចុះសីតុណ្ហភាពរីឯទឹកត្រជាក់នៅពេលដែលវាស្រូបកម្ដៅពីទឹកក្តៅវាចាប់ផ្ដើមឡើងសីតុណ្ហភាពអញ្ចឹងមកដល់ចំណុចមួយគឺវាបានសីតុណ្ហភាពរួមណានៃល្បាយទឹកក្តៅទឹកត្រជាក់ហ្នឹងគេឲ្យឈ្មោះថាជាសីតុណ្ហភាពស្រេចនៃល្បាយទឹកបាទអញ្ចឹងតើសីតុណ្ហភាពស្រេចនៃល្បាយទឹកយើងគណនាយ៉ាងម៉េចណាបាទអញ្ចឹងនេះបាទគាត់ចេញណាបាទអញ្ចឹងយើងមាន2ណាទៅ3ផ្លូវដើម្បីរកវាប៉ុន្តែបងប្អូនអាចមើលដំណោះស្រាយជាមួយលោកគ្រូណាបាទជាដំណោះស្រាយរបស់យើងអញ្ចឹងបរិមាណកម្ដៅដែលទឹកក្តៅបញ្ចេញដើម្បីបញ្ចុះសីតុណ្ហភាពបាទពី95ទៅសីតុណ្ហភាពស្រេចតេគឺយើងអាចគណនាតាមរមុនគុយអងស្មើនឹងmអងសេដេតាតេអងណាបាទយ៉ាងដោយmអងយើងគឺស្មើនឹង100 ក្រាម
ហើយសេយើងគឺ1កាឡូរីក្នុង1ក្រាមអង្សាសេណាបាទក្រាមដូចគ្នាហើយចំពោះ data T យើងគឺយើងយកបាទ95ដក T ណា95ដក T អញ្ចឹងយើងអាចសរសេរបានចេះណាបាទគុយអងស្មើ100គុណឲ្យ1គុណឲ្យ95ដក T អញ្ចឹង100គុណ1បាន1ណាគឺបាន100ឡៃនេះយក100មកគុណនឹង95ហើយយកមកគុណនឹង T បាទយើងពន្លកសោមវាយើងបាន9500ដកឲ្យបាទ100 T បាទយើងតាំងសម័យកាលមួយបាទចំពោះទឹកត្រជាក់វិញណាចំពោះទឹកត្រជាក់វិញយើងត្រូវការសរសេរបរិមាណកម្ដៅឲ្យវាបាទដែលវាស្រូបដើម្បីតម្លើងសីតុណ្ហភាពពី25អង្សាសេបាទទៅសីតុណ្ហភាពស្រេចតេបាទអញ្ចឹងគឺយើងសរសេរគុយដឺស្មើនឹងអំដឺសេគុណឲ្យ data តេដឺអញ្ចឹងដោយអំដឺស្មើ25ក្រាមណាសេយើង1កាឡូរីក្នុង1ក្រាមអង្សាសេបាទហើយ data តេដឺគឺស្មើនឹងតេដឺដក25ចាសំទោសណាតេមិនតេដឺគឺតេដក25បាទយើងបានណាគុយដឺស្មើនឹង25គុណ1កតាឲ្យតេដក25ណាចឹងយើងគុណចូលទៅយើងបាន25តេដក625សម័យកាល2ណាចឹងតាមគោលការណ៍បណ្ដូរកម្ដៅណាតាមគោលការណ៍បណ្ដូរកម្ដៅមានថាកម្ដៅដែលទឹកក្ដៅបោះបង់បាទត្រូវបានស្រូបដោយទឹកត្រជាក់ទាំងអស់បាទអញ្ចឹងមានថាគុយអងគឺស្មើនឹងគុយដឺអញ្ចឹងបើគុយអងស្មើគុយដឺយើងអាចសរសេរបានណាគុយអងយើងគឺ9500ដក100តេគុយដឺយើង25តេដក125បាទអញ្ចឹងយើងបោះអាដក625មកខាងនោះដក100តេយើងបោះមកខាងនេះបាទអញ្ចឹងយើងបាន100តេបូក25តេស្មើនឹង9500បូកឲ្យ625បាទអញ្ចឹងបាន125តេស្មើនឹងបាទ10125ចេញទីបានតេស្មើ10125ចែក125យើងបាន81អង្សាសេណាតិចយក125ស្រួលនេះចោលអត់បានទេណាបាទគឺយើងយកលេខហ្នឹងមកចែកលេខហ្នឹងមកដូចនេះសីតុណ្ហភាពស្រេចនៃល្បាយទឹកគឺ81អង្សាសេបាទនេះល្បាយទឹករបស់យើងនេះបាទងូតទឹកក្តៅដដែលបាទដោយសារអីទឹកក្តៅហើយវាមានបរិមាណច្រើនណាទឹកត្រជាក់យើងតិចអញ្ចឹងយើងលាយទឹកត្រជាក់តិចណាហើយមានសីតុណ្ហភាពទាបអញ្ចឹងវានៅតែក្តៅទេអញ្ចឹងតលតែយើងលាយទឹកត្រជាក់ហ្នឹងឲ្យវាមានបរិមាណប្រហាក់ប្រហែលនឹងទឹកក្តៅដែលយើងចង់យកមកប្រើប្រាស់ណាបាទអញ្ចឹងចង់ងូតទឹកតិចដាក់ទឹកក្តៅមកប៉ោតហើយដាក់ទឹកត្រជាក់តែមកបន្តិលអូណាក្តៅដដែលទេណាវាអាចទៅដល់សីតុណ្ហភាពអ៊ុនដែលយើងចង់បានដើម្បីងូតសម្អាតខ្លួនប្រាណយើងបានទេបាទចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេចឹងបងប្អូនឡើយណាមិនច្បាស់បងប្អូនអាចស្រាវជ្រាវបន្ថែមឬក៏មើលវាឡើងវិញបន្ថែមទៅជាពិសេសតកតើទៅនឹងការកណនីលំហាត់បាទដូចជាក្នុងនេះគឺយើងមានលំហាត់គំរូមួយតកតើទៅនឹងបាទការលាយទឹកក្តៅនិងទឹកត្រជាក់បាទអញ្ចឹងយើងអាចមើលវាបន្ថែមណាបាទចាអរគុណដែរណាប៉ុន្តែមុនបញ្ចប់លោកគ្រូក៏មានមេរៀនសង្ខេបក៏ដូចជារូបមន្តសង្ខេបសម្រាប់បងប្អូនទាំងគ្នាដែរតោះយើងទៅមើលទាំងអស់គ្នាឥឡូវខ្លឹមសារមេរៀនរបស់យើងបានមកដល់ទីបញ្ចប់ហើយក៏ប៉ុន្តែមុនបញ្ចប់លោកគ្រូក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់លោកគ្រូសូមជូនពរបងប្អូនសូមមានសុខភាពល្អនិងរីករាយទាំងអស់គ្នាអញ្ចឹងលោកគ្រូសូមអរគុណនិងសូមជម្រាបលា